សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀប upload template ចូលទៅក្នុង Flocker របស់យើងដើម្បី upload template បានជំហានទី1យើងចូលទៅ download យក template សិនយើងអាច download តាមគេហទំព័រមួយណាក៏បានដែរអំពី template របស់ Flock ប៉ុន្តែនៅក្នុងពេលនេះខ្ញុំចង់បង្ហាញពីរបៀបចូលទៅក្នុងគេហទំព័រមួយនេះគឺ B template នេះ.com ហើយយើងចុច enter មកវានឹងបង្ហាញទាំង template ជាច្រើនឲ្យយើងជ្រើសរើសអញ្ចឹងយើងជ្រើសរើសមួយណាមកក៏បានដែរស្រេចតែយើងបើយើងពេញចិត្តមួយណាយើងយកមួយហ្នឹងហើយយើងអាចចុច demo វាមើលបានមើលទ្រង់ទ្រាយវាយើងមើលទៅពេញចិត្តយើង download ប៉ុន្តែtemplate នេះខ្ញុំបាន download រួចហើយដូច្នេះខ្ញុំចូលទៅ upload តែម្ដងដោយជំហានទី1យើង log in ចូលទៅក្នុង Flocker របស់យើងសិនដើម្បីចូលទៅផ្នែកខាងក្រោយdashboard អញ្ចឹងយើងចូលទៅកាន់គេហទំព័ររបស់យើងទំព័រ Flock របស់យើងហ្នឹងយើង log in ចូលក្នុង Gmail សិន gmail.com យើងវាយ password មកតាមអ្វីដែលយើងបានកំណត់ហើយចុច login ទៅយើងបានហើយសារអ៊ីនធឺណិតរបស់យើងដើរយឺតយើងរងចាំតិចសិនតើមកយើងចូលទៅកន្លែង more នេះហើយចូលទៅកន្លែង Flocker នេះយើងមានវិធីច្រើនដើម្បីចូលទៅកាន់ dashboard របស់យើងរបស់ Flocker មានថាចូលទៅកាន់ផ្នែកខាងក្រោយប៉ុន្តែខ្ញុំចង់បង្ហាញពីវិធីចូលមួយនេះហើយមានលក្ខណៈងាយស្រួលផងដែរអញ្ចឹងយើងចូលមកកាន់ template ដែលយើងចុច scroll ចូលមកក្រោមមកយើងឃើញ template នេះហើយចុចលើវាមកអញ្ចឹងវានឹងបង្ហាញផ្ទាំងមួយនេះយើងនឹងឃើញពាក្យ backup restore នេះចុចលើ backup restore នេះមកហើយយើងបើយើងចង់រក្សា template របស់យើងចាស់ទុកយើងចុច download full template នេះមកបើយើងមិនចង់ទេយើងចុចទៅ choose file សិនមក file ដែលយើង download មកមិញប៉ុន្តែសូមចងចាំផងដែរនៅពេលដែលយើង download បានហើយយើងពន្លាវាសិនព្រោះ Flocker ត្រូវការតែ file XML តែប៉ុណ្ណោះអញ្ចឹងយើងទៅរកមើល template របស់យើងប្រហែលជានៅក្នុងមួយនេះ Rito នេះអញ្ចឹងយើងវាត្រូវការតែ file XML ខាងចុងនេះទេអញ្ចឹងបើយើងយកខាងលើវាទៅ slide យើងក្រោមមាន slide អញ្ចឹងយកខាងក្រោមនេះមកយើងមាន slide បាទបើคลิกលើវាពីរដងមកយើងចាប់អារម្មណ៍ upload មកសូមរងចាំតិចទៅវាកំពុងតែដើរយើង upload លឿនឬយឺតអាស្រ័យទៅលើល្បឿនអ៊ីនធឺណិតរបស់យើងដូចជាករណីនេះអញ្ចឹងវាមានលក្ខណៈយឺតដោយសារតែអ៊ីនធឺណិតដើរយឺតបើអ៊ីនធឺណិតដើរលឿនយើងគ្រាន់តែចុចគ្រប់មកវាអាចចូលទៅ upload ឲ្យរួចជាការស្រេចយើងបន្តរងចាំទៀតទៅនេះអញ្ចឹងយើង upload បានជោគជ័យហើយជាយើងអាចចូលទៅ preview វាមើលនេះចូលទៅ preview Flock នេះ view Flock នេះនេះយើងបាន template មួយដ៏ស្រស់ស្អាតហើយនេះដោយអ្វីដែលយើងបានធ្វើមិញនេះជា template ដែលយើងបាន upload ចូលអញ្ចឹងមេរៀននៃការ upload template មានន័យថាបញ្ចូល template នេះចប់សពគ្រប់តែប៉ុណ្ណឹងសូមអរគុណចំពោះការទស្សនាដោយចិត្តទុកដាក់